មកដល់ហើយឬនាងជាម្ដាយខ្មោចមែនទេអ្នកបានដុតកូនរបស់ខ្ញុំចុះវាយ៉ាងម៉េចកម្លាំងរបស់អ្នកខ្លាំងណាស់បើពួកយើងរួមគ្នាអាចបង្កើតកូនខ្មោចកាន់តែរឹងមាំចង់បង្កើតកូនជាមួយអញអំណាចរបស់ម្ដាយខ្មោចនេះគឺមានកូនកាន់តែច្រើននាងកាន់តែរឹងមាំមែនទេឈរដល់ណាទៀតចូលមកស្អីយាយកញ្ចាស់ក្មេងល្អឲ្យចាប់គេមកឲ្យម្ដាយផ្ទុះលើកនេះវាជាភ្លើងដុតពីខាងក្នុងចេញមកក្រៅចង់យកទឹកភ្លៀងមកជួយសង្គ្រោះពួកវាឬយឺតពេលហើយឈួតមែនឯងសមនឹងស្លាប់កូនរបស់ខ្ញុំរលាយបាត់អស់ហើយដូច្នេះអ្នកគួរតែទទួលខុសត្រូវប៉ុន្តែតើអ្នកបានធ្វើអ្វីពិតប្រាកដចំពោះពួកគេខ្ញុំបានដាក់ជាតិពុលភ្លើងលើពួកវាទាំងអស់បន្ទាប់មកខ្ញុំក៏បានប្រើជាតិពុលអាសត្វត្រឆាននៅក្នុងពិភពលោកនេះតើមានអ្នកធ្វើដូចឯងទេស្លាប់យ៉ាងនឹងឬតែស្ដេចខ្មោចម្ដាយនិងកូនត្រូវគេសម្លាប់ដោយញីបែបនឹងមែនទេទោះជាយ៉ាងណាក៏ដោយចំហាយរបស់ស្ដេចខ្មោចម្ដាយនិងកូនមិនទាន់រលាយទាំងស្រុងទេត្រូវហើយអំណាចនៃច្បាប់ប្រសិនបើនាងពិតជាស្លាប់ត្រូវតែមានអ្វីមួយនៅក្នុងខ្លួននាងដែលមានអំណាចនៃច្បាប់ជួយខ្ញុំផងប្អូនស្រីទេតើប្អូនស្រីតើជាអ្នកមែនទេហើយហេតុអ្វីបានជាអ្នកនៅក្នុងមរឈូសលីនយ៉នគឺខ្ញុំជួយខ្ញុំផងលីនយ៉នតើវាជាវិញ្ញាណអាក្រក់មែនទេតើវិញ្ញាណអាក្រក់នោះនៅទីនេះដែរឬអត់វិញ្ញាណអាក្រក់ត្រូវខ្ញុំដោះស្រាយរួចហើយតើខ្ញុំមិនបានសុំឲ្យជូកឺមីងនិងអ្នកដទៃទៀតការពារអ្នកទេឬចុះហេតុអ្វីបានជាអ្នកលេចឡើងនៅទីនេះខ្ញុំមិនចាំអ្វីទេភ្លាមនោះវាក៏ស្រាប់តែងរងឹតពេលខ្ញុំភ្ញាក់ពីដំណេកខ្ញុំកំពុងដេកក្នុងឈូសរួចហើយលើកចុងក្រោយដូចគ្នាខ្មោចម្ដាយទើបតែស្លាប់នាងលេចឡើងនៅទីនេះម្ដងទៀតខ្ញុំខ្លាចណាស់ខ្ញុំត្រូវបានចាក់សោទុកក្នុងមរឈូសមរងឹតនោះខ្ញុំពិតជាភ័យខ្លាចណាស់ខ្ញុំគិតថាខ្ញុំហៀបនឹងស្លាប់ហើយដង្ហើមនិងសីតុណ្ហភាពរាងកាយគឺគ្មានបញ្ហាទេប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ថាមានអ្វីមួយចេញពីនាងអ្នកនៅទីនេះជាមួយខ្ញុំយល់ព្រមទេអ្នកតែហេតុអ្វីឈប់ធ្វើពុតទៅអ្នកជាម្ដាយខ្មោចមែនទេតើអ្នកកំពុងនិយាយអ្វីខ្ញុំមិនមែនទេខ្ញុំគ្រាន់តែលេងសើចទេខ្ញុំពិតជាម្ដាយខ្មោចមែនអ្នកថែមទាំងអាចបង្កើតបេះដូងចេញពីខ្យល់ស្ដើងមួយដើម្បីស្ដាររាងកាយរបស់អ្នកឡើងវិញតើអ្នកមើលឃើញការក្លែងបន្លំរបស់ខ្ញុំដោយរបៀបណាខ្ញុំអាចប្រាប់អ្នកបានប៉ុន្តែខ្ញុំត្រូវដឹងពីអំណាចនៃច្បាប់របស់អ្នកមិនអីទេទោះបីជាអ្នកមិនប្រាប់ខ្ញុំក៏ដោយខ្ញុំនឹងប្រាប់ខ្ញុំគ្រាន់តែទីប៉ុណ្ណោះពេលវេលានៃការបង្ហាញខ្លួនទាំងពីររបស់អ្នកគឺគួរឲ្យសង្ស័យពេកអ្វីដែលសំខាន់បំផុតនោះគឺអ្នកកំពុងប្រញាប់អ្នកទើបតែចេញពីមឈូសហើយអ្នកកំពុងធ្វើដូចជាអ្នកចង់មានកូនប្អូនស្រីម្នាក់នោះទើបតែខ្លាចជាម្ដាយប៉ុន្តែនាងមិនមានកម្លាំងចិត្តបែបនេះទេគ្មានអ្វីចម្លែកទេដែលខ្ញុំបានជ្រើសរើសបុរសម្នាក់នេះគាត់ពិតជាល្អតើអ្នកមានទំនាក់ទំនងអ្វីជាមួយប្អូនស្រីម្នាក់នោះម្ដាយខ្មោចមិនមានរូបរាងទេប៉ុន្តែនាងអាចឲ្យព្រលឹងរបស់ខ្ញុំភ្ជាប់ទៅនឹងរាងកាយរបស់អ្នកដទៃមិនយូរប៉ុន្មានទេព្រលឹងរបស់ខ្ញុំបានចូលទៅក្នុងរាងកាយរបស់គាត់នៅពេលនោះពេលខ្លះគឺជាខ្ញុំពេលខ្លះគឺជាគាត់ចំពោះពេលនេះខ្ញុំបានគ្រប់គ្រងរូបកាយនេះទាំងស្រុងហើយរូបកាយនេះល្អណាស់វាមានអ្វីគ្រប់យ៉ាងដែលវាគួរតែមានស័ក្តិសមណាស់សម្រាប់ការចិញ្ចឹមកូនខ្មោចខ្ញុំនឹងប្រើប្រាស់រូបកាយនេះឲ្យបានល្អតើអ្នកសប្បាយចិត្តទេ
សប្បាយចិត្តណាស់តើអំណាចនៃច្បាប់របស់អ្នកជាអ្វីអំណាចនៃច្បាប់ដែលខ្ញុំកាន់ត្រូវបានគេហៅថាការបង្កើតភូមិខ្មោចត្រូវបានបង្កើតឡើងដោយខ្ញុំដោយប្រើអំណាចនៃការបង្កើតវាមើលទៅអស្ចារ្យប៉ុន្តែនៅទីបំផុតភូមិនេះគ្រាន់តែជាវត្ថុគ្មានជីវិតប៉ុណ្ណោះខ្ញុំមិនចូលចិត្តទេខ្ញុំជឿថាមានតែតាមរយៈការបង្កើតជីវិតដ៏ពិតប្រាកដប៉ុណ្ណោះទើបយើងអាចសម្រេចបាននៅរឿងនេះនោះគឺជាអត្ថន័យពិតនៃការបង្កើតបន្ទាប់មកជម្រើសដ៏ល្អបំផុតគឺការមានកូនមនុស្សមានជីវិតតើអ្នកចង់ក្លាយជាមនុស្សពិតប្រាកដមែនទេអ្នកពិតជាមនុស្សយល់ដឹងអ្នកបានទីត្រូវហើយពេលខ្ញុំមានរូបកាយពិតរបស់ខ្ញុំផ្ទាល់តើពួកយើងឡើងឋានសួគ៌ជាមួយគ្នាបានទេប្អូនស្រីម្នាក់នោះបានប្រព្រឹត្តយ៉ាងល្អចំពោះខ្ញុំអ្នកបានដណ្ដើមយករាងកាយរបស់នាងទាំងបង្ខំខ្ញុំមិនអាចឲ្យអ្នកទៅបានទេនេះគឺជារាងកាយរបស់នាងការសម្លាប់ខ្ញុំគឺដូចជាការសម្លាប់នាងដែរតើអ្នកដាច់ចិត្តធ្វើទេប្រសិនបើឲ្យអ្នកបំផ្លាញរាងកាយនេះដដែលខ្ញុំចង់បំផ្លាញវាដោយដៃខ្ញុំផ្ទាល់ជាងខ្ញុំអាចផ្លាស់ប្ដូររាងកាយរបស់ខ្ញុំបានញឹកញាប់តើអ្នកមិនធ្លាប់ស្វែងយល់ពីខ្ញុំទេឬបិទមាត់អ្នកប្រុសតូចអ្នកពិតជាមិនបង្ហាញក្តីមេត្តាទេនៅពេលអ្នកវាយប្រហារខ្ញុំបានព្យាយាមវែកញែកជាមួយអ្នកប៉ុន្តែអ្នកមិនស្ដាប់ទេយល់ល្អកុំឲ្យខ្ញុំចាប់បានឲ្យសោះប្រសិនបើខ្ញុំចាប់អ្នកបានអ្នកនឹងរងទុក្ខវេទនាយ៉ាងខ្លាំងស្លាប់ទៅអំណាចច្បាប់ភ្លើងអ្នកមិនអាចទម្លុះទន្លេយិនរបស់ខ្ញុំបានទេគួរធ្វើអ្វីទៀតបើទន្លេយិនរបស់នាងអាចស្រូបយកការវាយប្រហារទាំងអស់ចំណុចខ្លាំងរបស់យើងគឺស្មើគ្នាមិនចាំបាច់បន្តប្រយុទ្ធទេមានតែការរួមដៃគ្នាប៉ុណ្ណោះទើបយើងអាចរកឃើញផ្លូវត្រូវថាមពលនឹងឈាម30%របស់អ្នកអាចខ្ចីកម្លាំងពីទន្លេរកទាំង3បានម្ដងតើនោះជាសម្លេងអ្វីថាមពលនឹងឈាម30%របស់អ្នកអាចខ្ចីកម្លាំងពីទន្លេរកទាំង3បានម្ដងនេះគឺការរំលឹកដ៏អាថ៌កំបាំងនេះម្ដងទៀតយល់ព្រមទន្លេលឿងនេះគឺជាស្នាមសាក់ស្ថាបត្យកម្មទន្លេឋាននរកដែលអាចភ្ញាក់ដឹងខ្លួននៅពេលចុងក្រោយទន្លេលឿងនិងទន្លេបំភ្លេចជាតិគឺជាទន្លេទាំង3បានជួបគ្នានេះគឺជាទន្លេសានទូសំឡេងអ្វីនឹងតើអ្នកបានធ្វើអ្វីខ្លះតើនោះជាសំឡេងអ្វីសំឡេងទឹកភ្លៀងរឿងនេះអាចថាវាកំពុងតែមានភ្លៀងមិនអាចទៅរួចទេមិនក៏ភ្លៀងនៅទីនេះខ្ញុំមានអារម្មណ៍មិនល្អសោះខ្ញុំលាសិនហើយនៅពេលដែលថាមពលចម្លែកនេះរលាយបាត់ចាំខ្ញុំមើលថែអ្នកម្ដងទៀតក្មេងតូចឲ្យកុំគិតចង់រត់គេចខ្លួនអីដរាបណាខ្ញុំមិនអនុញ្ញាតអ្នកមិនអាចចាក់ចេញពីទីនេះបានទេទឹកទន្លេលឿងគ្មានអ្វីងើបរួចទេដរាបណាអ្នកចូលទៅក្នុងឋាននរកមិនមានផ្លូវចេញឡើយនិងវិនិច្ឆ័យជារៀងរហូតហើយទន្លេបំភ្លេចជាតិអាចសម្អាតប្រលឹងខ្មោចម្ដាយបានបាត់ខ្លួនទាំងស្រុងហើយតើនេះជាច្បាប់នៃការបង្កើតដែលនាងបានបន្សល់ទុកមែនទេអ្វីទាំងអស់ចុះចូលចំពោះអ្នកបង្កើតនៅពេលដែលច្បាប់ទាំងពីរនេះត្រូវបានបញ្ចូលយ៉ាងពេញលេញស្នាមសាក់ចុងខួយប្រកាសជាអាចដាស់ស្មារតីខ្លួនឯងបានគួរឲ្យស្ដាយខ្ញុំមិនអាចជួយសង្គ្រោះនាងបានទេហេគួរឲ្យអាណិតណាស់ស្លាប់ទាំងបែបនេះភ្លើងនាំប្រលឹងនេះនឹងការពារអ្នកវិញ្ញាណអាក្រក់ធម្មតាមិនអាចចូលចិត្តបានទេចៅហ្វាយហេតុអ្វីបានជាយូរម្លេះតើឈ្នះឬអត់លោកបងប្អូនស្រីបានបាត់ខ្លួនហើយយើងបានស្វែងរកគ្រប់ទីកន្លែងប៉ុន្តែរកនាងមិនឃើញខ្មោចបានបដូរខ្លួននាងក៏ស្លាប់ដែរតើគួរធ្វើអ្វីចំពោះម៉ែដោះដែលនៅរស់ទាំងអស់រាងកាយរបស់ពួកនាងខ្សោយណាស់យកពួកនាងទៅវិញហើយប្រគល់នាងទៅឲ្យលោកយ៉ាងគ្រប់គ្រងលីនយ៉នមិននៅទីក្រុងឈីងឆឹងទេឥឡូវនេះប្រហែលជាគាត់បានទៅសម្លាប់វិញ្ញាណអាក្រក់តើគាត់នឹងត្រឡប់មកវិញនៅពេលណាតើខ្ញុំអាចដឹងដោយរបៀបណាពេលដែលសម្លាប់វិញ្ញាណអាក្រក់បានគាត់ច្បាស់ជាត្រឡប់មកវិញមិនខានពេលលីនយ៉នត្រឡប់មកវិញជូនដំណឹងមកខ្ញុំឲ្យបានឆាប់តាមដែលអាចធ្វើទៅបានទុកចិត្តលើខ្ញុំចុះជោគជ័យហើយឬជោគជ័យហើយចាប់ពីថ្ងៃនេះតទៅខ្ញុំអស្ចារ្យជាងអ្នកអាក្មេងល្ងងនេះគ្មានសិលធម៌សោះ
លោកយ៉ាងឲ្យតោះចេញទៅដើរលេងលោកនៅក្នុងនេះពេញមួយថ្ងៃដូចជាប់គុកអញ្ចឹងវាជាយូរមកហើយដែលខ្ញុំមិនបានងូតទឹកពេលថ្ងៃសមត្ថភាពមានកំណត់មនុស្សម្នាក់អាចសាងសង់ជំរកនេះដែលអាចផ្ទុកមនុស្សបាន500,000នាក់នៅខាងក្រៅទីជំរកអ្នករស់រានមានជីវិតជាច្រើនកំពុងរស់នៅក្នុងការភ័យខ្លាចឥតឈប់ឈរប៉ុណ្ណឹងល្អណាស់ហើយប្រសិនបើគ្មានអ្នកទេតើពួកគេអាចរស់នៅជីវិតបែបនេះដោយរបៀបណាតើអ្នកទាំងពីរចង់ញ៉ាំមីទេលីនយ៉នបានត្រឡប់មកវិញហើយខ្ញុំទើបតែឃើញគាត់នៅក្នុងទីជំរកទទួលបានដំណឹងហើយខ្ញុំនឹងរាយការណ៍អ្នកលាក់ខ្លួនបន្តទៀតចុះចៅហ្វាយមានមនុស្សកំពុងរកអ្នកណាគេមករកខ្ញុំតើម្នាក់នោះជានរណាគឺជាស្រីម្នាក់ដែលគេហៅថារីយូ